វិមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ក៏ប៉ិតមែនក៏ប៉ុន្តែទ្រព្យសម្បត្តិអស់ទាំងនោះគឺពុំអាចទៅទិញឱសថដល់ពូកែស័ក្តិសិទ្ធិណាមួយមកជាបាលជំងឺអ្នកម៉ែរបស់ខ្ញុំឲ្យបានជាសះស្បើយតទៅសោះកូនបារម្ភកូនភ័យកូនខ្លាសភាពជំងឺរបស់ម៉ែកាន់តែធ្ងន់ធ្ងរអទេវតាលោកអើយសូមលោកជួយចង្អុលបង្ហាញផ្លូវឲ្យពួកខ្ញុំទាំងអស់គ្នាដែលមានពុកមានបងស្រីអាចស្វែងរកនៅឱសថដល់ពូកែស័ក្តិសិទ្ធិណាមួយមកជាបាលជំងឺម៉ែខ្ញុំឲ្យជាសះស្បើយនៅថ្ងៃណាមួយផងទៅចុះខ្ញុំមិនអាចបាត់បង់ម៉ែបាននោះទេខ្ញុំរៀបចំខ្លួនរួចហើយចូលទៅក្នុងវិមានជួបនឹងម៉ែរបស់ខ្ញុំសិនជំងឺណាម៉ែរឹកយ៉ាងបាច់ទៅហើយក្នុងខ្លួនរបស់ម៉ែពិបាកដែរទេម៉ែមិនអីទេកូនកុំបារម្ភពីម៉ែអីព្រោះថាជំងឺរបស់ម៉ែវាតែប៉ុណ្្នឹងទៅហើយអត់ទេថាកូនទាំងពីរបារម្ភនឹងម៉ែខ្លាំងណាស់អូម៉ែពុតធីមកហើយនេះបានពិសារត់ឆ្នាំរួចហើយឬនៅនឹងម៉ែរួចហើយណាកូនម៉ែហូបរួចហើយណាកូនម៉ែពិសាឆ្នាំរួចក៏ប៉ុន្តែទឹកមុខរបស់ម៉ែហាក់បីដូចជាស្រពប់ស្រពន់ខ្លាំងណាស់ពិបាកក្នុងខ្លួនទៀតហើយមែនទេមិនអីទេកូនកុំបារម្ភអីព្រោះថាសប្តាហ៍ថ្ងៃនេះជំងឺរបស់ម៉ែវាតែប៉ុណ្្នឹងទៅហើយណាកូន